នេះគឺជាកម្ពុជា Smartphone របស់ Apple ដែលប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ2020ដែលបំផុតមួយនៅក្នុងការប្រើប្រាស់ជាក់ស្ដែងវាទទួលបាន chip ធំដែល chip របស់វាគឺស្មើនឹង iPhone 11 Pro Max ហើយនេះគឺជារូបរាង DNA iPhone 8ទាំងស្រុងតែម្ដងវាគឺជាទូរស័ព្ទកំពូលក៏ដូចជាលំដាប់បំផុតនៅក្នុងការប្រើប្រាស់វា support 4G ក៏ដូចជាដំណើរការម៉ាស៊ីនលឿនខ្លាំងមែនទែនទាំងការអូសទៅលើកម្មវិធីផ្សេងៗបូករួមជាមួយ TikTok Facebook ឬក៏បងប្អូនមើលទៅលើ YouTube ជាពិសេសគឺសម្រាប់លេង game ក៏វាដំណើរការ M ផងដែរសម្រាប់ម៉ាស៊ីននេះគឺយើងមាន64មាន 128G ក៏ដូចជា 256G សម្រាប់ពណ៌សនេះគឺម៉ាស៊ីន 64G តម្លៃរបស់វាគឺធូរសម្រាប់បងប្អូនយកទៅប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះគឺ M មែនទែនហើយវានៅស្អាតមកល្មមអាចប្រើប្រាស់បានជាពិសេសគឺម៉ាស៊ីនដែលអត់ធ្លាប់ដោះជួសជុលទៅលើ spare part នោះទេអញ្ចឹងម៉ាស៊ីននេះបងប្អូនទាំងគ្នាមានតម្រូវការជាក់ស្ដែងទៅនឹងការប្រើប្រាស់ខ្ញុំមានពណ៌ខ្មៅ 256G ថ្មស៊ីនអីស៊ីនទាំងអស់គឺអត់មានធ្លាប់ជួសជុលឬក៏ផ្លាប់ដូរទៅលើ spare part ទេបងប្អូនអាចពិចារណាបានជាមួយនឹង 256G ពណ៌ខ្មៅមកកប់នេះតែតង់ជាមួយនឹង 128G គឺខ្ញុំមានពណ៌ក្រហមហើយសម្រាប់ពណ៌សគឺ 64G ទាំងពីរអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ដោយអ្វីដែលខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូនេះគឺបងប្អូនអាចទៅតាមរយៈ Telegram ឬក៏ឆាតមកកាន់ TikTok របស់ខ្ញុំផ្ទាល់បានហើយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ដូចខ្ញុំបានរៀបរាប់តាំងពីដើមអើយមក iPhone SE2 នេះវានៅតែដំណើរការបានល្អជាពិសេសគឺអាច update version 26របស់ Apple បានហើយនៅក្នុងឆ្នាំក្រោយនេះក៏មិនប្រកាសថា Apple បិទ version ផ្លូវការរបស់វាដែរអរគុណសម្រាប់ការតាមទស្សនាកុំភ្លេច follow ឬ share ដើម្បីទទួលបានវីដេអូចែករំលែកជាច្រើនទៀតហើយខ្ញុំនឹងជួបបងប្អូននៅវីដេអូក្រោយ